ការប្លន់ធនាគារដ៏ធំបំផុតប្រទេសអ៊ីរ៉ាក់ប៉ុន្មានថ្ងៃមុនសង្គ្រាមអ៊ីរ៉ាក់ចាប់ផ្ដើមមានព្រឹត្តិការណ៍មួយដ៏អស្ចារ្យកើតឡើងនៅទីក្រុងប៊ែកដាដសំបុត្រដែលសរសេរដោយដៃហើយគេជឿថាមកពីសាដាមហ៊ូសេនត្រូវបានយកទៅធនាគារកណ្ដាលអ៊ីរ៉ាក់ដើម្បីបញ្ជាឲ្យមន្ត្រីដកប្រាក់ចំនួនធំភ្លាមបុគ្គលិកធនាគារបានគោរពតាមដោយសារមានសម្ពាធឲ្យដកប្រាក់ប្រហែល$920 លានពីទូដាក់ប្រាក់ដំណើរការនេះចំណាយពេលជាច្រើនម៉ោងដោយដាក់ប្រាក់ចូលប្រអប់ហើយលើកឡើងឡានដឹកទំនិញកូនប្រុសរបស់សាដាមឈ្មោះខូសេហ៊ូសែនត្រូវបានរាយការណ៍ថាបានទទួលពិនិត្យប្រតិបត្តិការនេះដើម្បីធានាថាអ្វីៗដំណើរការដោយគ្មានការពន្យាពេលឬការប្រឆាំងបន្ទាប់ពីកងកម្លាំងសម្ព័ន្ធចូលទៅកាន់ទីក្រុងបាក់ដាដប្រាក់ចំនួនធំត្រូវបានរកឃើញលាក់នៅក្នុងព្រះរាជវាំងនិងទីតាំងសម្ងាត់ផ្សេងៗទៀតកងទ័ពអាមេរិកបានយកប្រាក់ត្រឡប់មកវិញរាប់រយលានដុល្លារប៉ុន្តែចំនួនធំមួយមិនបានរកឃើញឡើយហើយនៅតែបាត់បង់រហូតដល់សព្វថ្ងៃខុសពីការលួចធម្មតាដែលពឹងផ្អែកលើការរៀបចំនិងភាពលាក់លៀមករណីនេះត្រូវបានអនុវត្តដោយអំណាចផ្ទាល់ពីកម្រិតខ្ពស់បំផុតវានៅតែជាការលួចសាច់ប្រាក់ដ៏ធំជាងគេក្នុងប្រវត្តិសាស្ត្រព័ត៌មានសំខាន់18មិនិនា2003មុនសង្គ្រាមអ៊ីរ៉ាក់ធនាគារកណ្ដាលអ៊ីរ៉ាក់នៅទីក្រុងប៊ែកដាដសាដាមហ៊ូសេនបញ្ជាត្រូវពិនិត្យដោយខូសេហ៊ូសែនប្រហែល$920 លានបានយកប្រាក់វិញរាប់រយលានប៉ុន្តែចំនួនធំនៅតែបាត់សាដាមហ៊ូសេនត្រូវបានចាប់ខ្លួនឆ្នាំ2003និងប្រហារជីវិតឆ្នាំ2006ខូសេហ៊ូសែនស្លាប់ឆ្នាំ2003ក្នុងប្រតិបត្តិការរបស់អាមេរិកនៅម៉ូស៊ុលសាដាមនិងខូសេមិនទាន់មានការដាក់ទោសពាក់ព័ន្ធនឹងការលួចនោះទេការស្លាប់របស់ពួកគាត់គឺដោយសារពាក់ព័ន្ធនឹងសកម្មភាពធំៗរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងសង្គ្រាម